តើប្រទេសប៉ាគីស្ថានហើយនិងឥណ្ឌាមានអ្វីកើតឡើងបន្ទាប់ពីសង្គ្រាមដែនអាកាសដែលធ្វើការបាញ់ឆ្លងឆ្លើយគ្នារវាងយន្តហោះចម្បាំងទំនើបដែលប្រទេសឥណ្ឌាទិញមកពីសហភាពអឺរ៉ុបជាពិសេសគឺបារាំងអាមេរិកហើយនិងមានសពាវុធយន្តហោះចម្បាំងរបស់រុស្ស៊ីខ្លះផងដែរតាមរបាយការណ៍គឺយន្តហោះរបស់ប្រទេសឥណ្ឌាធ្លាក់ចំនួន5គ្រឿងឯប្រទេសប៉ាគីស្ថានមិនមានការខូចខាតយន្តហោះចម្បាំងណាមួយដែលយន្តហោះចម្បាំងទាំងអស់នោះជារបស់ប្រទេសចិនបន្ទាប់ពីចាញ់សង្គ្រាមប៉ាគីស្ថានដូច្នេះព្រឹត្តិការណ៍ទាំងអស់នោះខ្ញុំសូមលើកយកមកធ្វើបទពិភាក្សានៅថ្ងៃនេះជាបន្តបន្ទាប់ពីឥណ្ឌាចាញ់ប៉ាគីស្ថានយ៉ាងអាម៉ាស់នៅលើឆាកអន្តរជាតិឥណ្ឌាមានគម្រោងក្នុងការលុបចោលសន្ធិសញ្ញានៃការប្រើប្រាស់ទឹកទន្លេរួមដោយទឹកទន្លេហូរពីឥណ្ឌាទៅប៉ាគីស្ថានប៉ុន្តែត្រូវឥណ្ឌាទប់ស្កាត់មិនបង្ហូរទឹកឲ្យប៉ាគីស្ថានប្រើប្រាស់ដែលជាទឹកទន្លេមួយយ៉ាងសំខាន់ក្នុងការប្រើប្រាស់ជីវភាពប្រចាំថ្ងៃដូចនេះហើយប្រទេសចិនចាប់ផ្ដើមប្រញាប់ប្រញាល់សាងសង់ទំនប់ទឹកដែលបានសាងសង់នៅក្នុងប្រទេសប៉ាគីស្ថានឲ្យបានរួចរាល់ជាស្ថាពរប្រទេសចិនបានពន្លឿនការងារលើគម្រោងទំនប់ម៉ូម៉ាត់នៅក្នុងប្រទេសប៉ាគីស្ថានបន្ទាប់ពីឥណ្ឌាបានផ្អាកសន្ធិសញ្ញាប្រើប្រាស់ទឹកដែលទំនប់នេះក៏បានផ្ដល់នូវថាមពលវារីអគ្គិសនីប្រព័ន្ធធារាសាស្ត្រនិងការផ្គត់ផ្គង់ទឹកសម្រាប់ធ្វើកសិកម្មផងដែរប្រទេសចិនបានប្រកាសអំពីផែនការដើម្បីតាមដាននៅគម្រោងទំនប់វារីអគ្គិសនីនេះយ៉ាងឆាប់រហ័សដើម្បីជាការគាំទ្រដល់សម្ព័ន្ធមិត្តជិតស្និទ្ធរបស់ខ្លួនបន្ទាប់ពីឥណ្ឌាបានផ្អាកសន្ធិសញ្ញាជាឯកតោភាគីក្នុងការប្រើប្រាស់ទឹកដែលបានចុះហត្ថលេខាតាំងពីឆ្នាំ1960យោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយសាជីវកម្មវិស្វកម្មថាមពលរបស់ចិនគឺថាពួកគេកំពុងធ្វើការលើគម្រោងទំនប់វារីអគ្គិសនីម៉ូម៉ាត់ដែលស្ថិតនៅភាគពាយ័ព្យនៃប្រទេសប៉ាគីស្ថានចាប់តាំងពីឆ្នាំ2019ហើយរំពឹងថានឹងសម្ពោធជាផ្លូវការនៅឆ្នាំក្រោយយោងតាមបទវិភាគនៃសង្គ្រាមរវាងប៉ាគីស្ថានហើយនិងឥណ្ឌាខ្ញុំគិតថាប្រទេសកម្ពុជាយើងមានជួបប្រទះនៅបញ្ហាជាច្រើននៅពេលដែលស្ថានភាពនៅតាមព្រំដែនស្ថានភាពសេដ្ឋកិច្ចដែលប្រទេសកម្ពុជាពឹងផ្អែកទៅលើឈ្មួញនៃប្រទេសជិតខាងក្នុងការដឹកជញ្ជូនទំនិញក្នុងការទិញកសិផលដូច្នេះយើងអាចយកបទពិសោធន៍រវាងឥណ្ឌានិងប៉ាគីស្ថានយកមកត្រៀមរៀបចំក្នុងប្រទេសរបស់យើងបែបជាយុទ្ធសាស្ត្ររយៈពេលវែង10ឆ្នាំទៅ20ឆ្នាំខាងមុខអាចនឹងមានអ្វីកើតឡើងដូច្នេះខ្ញុំគិតថានៅពេលដែលប្រទេសជួបនៅកលយុទ្ធរវាងប្រទេសជិតខាងប្រទេសកម្ពុជាគឺរងគ្រោះធ្ងន់ធ្ងរជាងគេដោយសារតែប្រទេសកម្ពុជាគឺពឹងផ្អែកស្ទើរតែទាំងស្រុងគ្រប់វិស័យទៅលើប្រទេសជិតខាងក្នុងការដកដង្ហើមក្នុងការធ្វើពាណិជ្ជកម្មក្នុងការពង្រឹងវិស័យទេសចរណ៍និងវិស័យផ្សេងៗទៀតជាច្រើនវិស័យសុខាភិបាលជាដើមដូច្នេះនេះជាបទបង្ហាញមួយដែលសម្រាប់រៀបចំគោលនយោបាយផ្សេងៗនៅក្នុងប្រទេសកម្ពុជាបើសិនជាបងប្អូនពេញចិត្តនៅវីដេអូនេះសូមជួយ comment នៅខាងក្រោមថាតើប្រទេសកម្ពុជាគួរតែរៀបចំយុទ្ធសាស្ត្រគោលនយោបាយអ្វីខ្លះដើម្បីជៀសវាងការពឹងផ្អែកទៅលើប្រទេសជិតខាងហើយគួរតែពង្រឹងសមត្ថភាពរបស់ខ្លួនដើម្បីអាចទប់ទល់នៅវិបត្តិឬក៏ភាពធន់នៅថ្ងៃអនាគតបាទសូមអរគុណ